បានជួយដល់ការងារប្រជាជនខ្មែរយើងធ្វើការនៅក្នុងស្រុកតមិនបាច់ចំណាក់ស្រុកទេថតជាមួយតែទូរស័ព្ទដៃក៏បានដែរមិនចាំបាច់តតែមានស្ទូឌីយោមួយស្អាតបានថតបានអ្នកមើលគឺគេចង់មើលអ្វីដែលជាភាពពិតរបស់យើងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទចេញមកអរគុណដល់បងប្អូនពុកម៉ែទាំងអស់គ្នាដែលបានគាំទ្រខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះមាន follower រហូតដល់300តែមិនមែន300នាក់បងប្អូនទាំងអស់គ្នា300នាក់1000ដងគឺស្មើនឹង 300k follower ខ្ញុំរកពាក្យថ្លែងអត់បានទេខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងមែនទែនដែលបានបងប្អូនគាំទ្រត្រឹមតែរយៈពេល1ឆ្នាំទេថ្ងៃនេះដែរខ្ញុំចង់ចែករំលែកបទពិសោធន៍ថាហេតុអីបានជាខ្ញុំជាអ្នករកស៊ីម្នាក់ក៏ប៉ុន្តែនៅមានពេលធ្វើវីដេអូមួយថ្ងៃមួយហ្នឹងគឺយ៉ាងតិចមួយក៏ប៉ុន្តែថ្ងៃខ្លះឈានទៅដល់2 3 4ក៏ប៉ុន្តែខ្ញុំនិយាយតែមួយបានហើយវាជាទម្លាប់របស់ខ្ញុំដែលធ្វើមិនចេញមួយថ្ងៃមួយហើយនេះក៏ជាតិចនិចខ្លះមកចង់ចែករំលែកដល់បងប្អូននៅចុងវីដេអូហើយមុននឹងចែករំលែកខ្ញុំក៏សូមអរគុណដល់បងប្អូនម្ដងទៀតបើសិនជាគ្មានបងប្អូនទាំងអស់គ្នាគាំទ្រទេក៏អត់មាន follower ដល់ 300k មកដល់សប្តាហ៍ថ្ងៃនេះត្បិតតែ 300k សម្រាប់គេអ្នកល្បីគឺមិនច្រើនសម្រាប់គេក៏ប៉ុន្តែសម្រាប់ខ្ញុំត្រឹមតែរយៈពេល1ឆ្នាំខ្ញុំធ្វើបាន 300k នេះវាជាចំនួនដ៏ច្រើនមួយសម្រាប់ខ្ញុំហើយក៏វាជាលទ្ធផលមួយដែលខ្ញុំពេញចិត្តខ្ញុំនៅតែបន្តធ្វើវាទៀតហើយក៏វាជា content មួយនៃការចែករំលែកនៃការស្លៀកពាក់ចែករំលែកអំពីបច្ចេកវិទ្យាបានន័យថាខ្ញុំចេះអីខ្ញុំចែកនឹងហើយក្នុងនឹងក៏វាមានជាការលក់ផងដែរហើយបើសិនជាអត់មានការលក់ទេក៏អត់មានកម្លាំងចិត្តបន្តទៅដែរបងប្អូនអរគ្នានេះនិយាយដល់ត្រង់ហើយចំពោះការលក់នេះដែរមិនមែនបានផលប្រយោជន៍តែខ្ញុំម្នាក់ទេគឺបានជួយដល់ការងារប្រជាជនខ្មែរយើងធ្វើការនៅក្នុងស្រុកផ្ទាល់តែម្ដងមិនបាច់ចំណាក់ស្រុកទេហើយនេះក៏ជាសារមួយផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បង្កើតអ្វីមួយដល់ខ្លួនឯងដល់ខ្មែរខ្លួនឯងគឺយើងជួយច្រើនណាស់និយាយទៅពីដំបូងចាប់ផ្ដើមគឺយើងពិបាកតិចមែនប៉ុន្តែបើសិនជាយើងមានការតស៊ូខ្ពស់ប្រកាសជាដល់នៅថ្ងៃណាមួយមិនខានទេតោះចូលមកដល់ថាហេតុអ្វីខ្ញុំជាអ្នករស់ស៊ីមួយរូបមានការមមាញឹកខ្លាំងក្នុងការងារជាមួយនឹងជាងដេផងជាមួយនឹងការចេញម៉ូតផងជាមួយនឹងការលក់ផងហេតុអីក៏ខ្ញុំនៅតែមានវីដេអូផុសជារៀងរាល់ថ្ងៃអញ្ចឹងចំណុចទី1ដែលសំខាន់ផុសរាល់ថ្ងៃមិនមែនបានន័យថាថតរាល់ថ្ងៃទេបងប្អូនអរគ្នាអញ្ចឹងបងប្អូនក្នុងមួយសប្តាហ៍បងប្អូនជ្រើសរើសថ្ងៃមួយថ្ងៃឬក៏2ថ្ងៃបងប្អូនដែលទំនេរដូច្នេះ5ថ្ងៃដែលនៅសល់នៅពេលដែលយើងនឹកឃើញ content យើងអាចកត់ក្នុង note ទូរស័ព្ទបងប្អូនទាំងអស់គ្នាមកអញ្ចឹងនៅពេលដែលថតគឺយើងថតតែ1ថ្ងៃឬក៏2ថ្ងៃបានហើយថតយក10វីដេអូតែម្ដងថតនៅក្នុងពេលតែម្ដងឯងអញ្ចឹងដូច្នេះគឺយើងផុសមួយថ្ងៃមួយគឺធ្វើបែបហ្នឹងទើបយើងអាចមានវីដេអូផុសជារៀងរាល់ថ្ងៃចំណុចទី2បងប្អូនត្រូវធានាថានឹងមានវីដេអូផុសជារៀងរាល់ថ្ងៃទៀងទាត់ពេលវេលាដែលបងប្អូនបានផុសហើយបើសិនជាបងប្អូនថ្មីទេថាមិនទាន់អាចមានវីដេអូបានរាល់ថ្ងៃបងប្អូនអាចផុសមួយថ្ងៃមិនឡងមួយថ្ងៃអញ្ចឹងបានន័យថា2ថ្ងៃបងប្អូនផុសម្ដងហើយចំពោះវីដេអូបងប្អូនមិនបាច់ទៅរកវីដេអូ content ណាវែងទេឥឡូវនេះ platform គេស៊ីក្រោម1នាទីកន្លះក៏ប៉ុន្តែបើពីខ្ញុំទៅបើសិនជាបងប្អូនផលិតបានក្រោម1នាទីគឺល្អក្រោម30វិនាទីក៏កាន់តែល្អក៏ប៉ុន្តែល្អហ្នឹងគឺឲ្យមានអត្ថន័យច្បាស់លាស់មួយនៅក្នុងវីដេអូ content របស់បងប្អូនអរគ្នាទី1រូបច្បាស់ទី2សំឡេងច្បាស់បងប្អូនអាចប្រើម៉ៃទិញម៉ៃមួយទៅថតជាមួយតែទូរស័ព្ទដៃក៏បានដែរបងប្អូនអរគ្នាគឺងាយលឿនហើយបងប្អូនមិនចាំបាច់ថាតតែមានស្ទូឌីយោមួយស្អាតបានថតបានទីទូទៅមនុស្សតែងតែគិតថាចាំមានរបស់ល្អសិនចាំថតក៏ប៉ុន្តែកម្មពិតខុសហើយបងប្អូនអរគ្នាអ្នកមើលគឺគេចង់មើលអ្វីដែលជាភាពពិតរបស់យើង background ដូចខ្ញុំរដងចំណាំថតជាងដេឲ្យមើល background មានអ្នកកំពុងតែធ្វើការនិយាយទៅគឺបែបរៀលយើងនិយាយបែបរៀលបានន័យថាយើងនៅក្រៅមិនយើងនិយាយអញ្ចឹង background យើងមិនយើងថតអញ្ចឹងគឺថតបែបហ្នឹងគឺអ្នកមើលគឺគេងាយយល់អំពីយើងគឺច្បាស់ខ្លាំងតែម្ដងអូហើយផ្លេចមួយទៀតបើសិនជាបងប្អូនមានផលិតផលអីបងប្អូន review ហ្នឹងទៅហើយបើសិនជាបងប្អូន background អីបងប្អូន review ហ្នឹងទៅមិនបាច់ខ្វល់ថាស្អាតមិនស្អាតអីទេហើយបងប្អូនប្រហែលជាគិតថាពិបាកក្នុងការកាត់តអញ្ចឹងដំបូងថ្មីបងប្អូនអាចស្វែងយល់រៀនកាត់តខ្លួនឯងសិនបានឬក៏ឆ្ងល់អីបងប្អូនអាចសួរមិត្តភ័ក្តិអ្នកដែលចេះដឹងបានហើយប៉ុន្តែសម្រាប់ខ្ញុំផលិតវីដេអូឥឡូវនេះគឺច្រើនខ្លាំង1គុណនឹង2គុណនឹង3អញ្ចឹងខ្ញុំក៏មិនភ្លេចអរគុណដល់អ្នកជ្រោមជ្រែងខ្ញុំតាំងពីដើមមកដែរបងប្អូនអរគ្នាគឺទី1នេះគឺទូចតេងបាទអញ្ចឹងតេងអាចណែនាំខ្លួនឲ្យបងប្អូនជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទទូចតេងជាបុគ្គលិករបស់ Laulin ផ្នែក media កាន់ខាងកាត់តរូបភាពនិងវីដេអូបាទអរគុណហើយនឹងទី2ដែរគឺគាត់ថតឲ្យខ្ញុំរហូតបងប្អូនអរគ្នាបាទណែនាំឈ្មោះបាទជំរាបសួរបងប្អូនខ្ញុំបាទឈ្មោះឌីងណាឌីខ្ញុំផ្នែក media ខ្ញុំអ្នកកាន់កាមេរ៉ាមែនហ្មងបាទជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រតាំងពី01 follower រហូតមកដល់ពេលនេះសូមអរគុណសូមជម្រាបលា